មកឃោសនាអំពីបញ្ហាថាខ្មោចស្អុយតបខ្មែរអត់មានខ្មោចស្អុយទៅលើដីគេទេព្រោះយើងអត់បានចូលដីនរណាទេសង្ឃឹមថាប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួនដែលបាត់បង់អាខ្មោចដែលវាស្អុយនៅតាមទល់ដែរនោះតើវាជាខ្មោចរបស់នរណាបើខ្មែរអត់មានបាត់តបទេហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរបើថាខ្មោចនៅលើដីណែឯងគឺមានតែណែឯងឃើញបញ្ជូនសារសូម្បីតែ Facebook របស់ខ្ញុំគឺចូលមកខ្ញុំក៏ថាខ្ញុំគឺថាបង្ហោះម្ដងគឺកាលនោះចូលមកមើលច្រើនសិតថាខ្មោចយកមិនអស់ខាងនេះអត់មានចូលទៅក្នុងដីរបស់ណែឯងទេអញ្ចឹងទេខាងថៃទេដែលសុំជូនសារទៅរកកូនរកចៅហើយបងនេះពលីកម្មដើម្បីជាតិរួចស្រេចទៅហើយគេច្បាស់ណាស់នឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះហើយបងប្អូនទាំងនោះក៏ពិតជាយល់